នឹងមានអ្វីកើតឡើងប្រសិនបើមិនមានប្រទេសអាល្លឺម៉ង់នេះជារឿងដែលនឹងធ្វើឲ្យញាក់ភ្ញាក់ផ្អើលខ្លាំងមែនទែនមជ្ឈមណ្ឌលអឺរ៉ុបបាត់ទៅដាណឺម៉ាកក្លាយជាកោះមួយបើគ្មានអាល្លឺម៉ង់នោះមានន័យថាគ្មានទន្លេរ៉ាញ់គ្មានព្រៃខ្មៅ Black Forest ហើយគ្មានភ្នំ Bavarian Alps ទេគ្មានអាល្លឺម៉ង់ក៏មានន័យថាគ្មានរាជធានី Berlin គ្មានព្រឹត្តិការណ៍ Oktoberfest ហើយគ្មានបម្រើស្ទពជាច្រើនដូចជាការសាងសង់ទ្រឿ Castle លើជំហានទន្លេរ៉ាញ់ទៀតផងមិនតែប៉ុណ្ណោះពិភពលោកនឹងគ្មាន Beethoven, Bach និង Einstein ទៀតផ្លូវលឿនលឿន Autobahn បង្ហូរខ្យល់ Pretzel និង Bratwurst ក៏បាត់ចំណែកប្រវត្តិសាស្ត្រគ្មានបដិវត្តន៍ Protestant Reformation គ្មានជំនះ Berlin ហើយទម្រង់អឺរ៉ុបសុទ្ធសឹងតែផ្លាស់ប្ដូរទាំងស្រុងបើអាល្លឺម៉ង់មិនធ្លាប់មានឡើយពិភពលោកនឹងបាត់បង់ប្រទេសសំខាន់បំផុតមួយនៅលើភពលោក